ជំរាបសួរលោកតាពាំងខ្ទិះដូងបងប្អូនឥឡូវនេះមានតែប្រមាមានប្រហុកខ្ញុំដាក់ឲ្យមើលនេះសាច់ជ្រូកគឺខ្ញុំអត់ដែរចោលទេហើយម្ទេសបុកហ្នឹងគឺអត់ដែរចោលហ្មងនេះគឺខ្ទិះរបស់យើងបងប្អូនមានម្អមមាននងសឹកបេះមកពីស្រុកមកណាបងប្អូនហើយនេះបន្លែឃីវបងប្អូនអើយធ្លាក់ភ្លៀងចឹងឆ្ងាញ់បានត្រីប៉ារ៉ាមកបានស្អំហើយមិនសឹមមិញហ្នឹងបានខ្ចៅទិញខ្ចៅមកនិយាយបងសឡូខ្ញុំនឹងមហូបដល់3មុខបងប្អូនដាក់ខ្ទិះចូលហើយឥឡូវម្ទេសបុកចូលសម្រាប់ខ្ញុំដាក់ត្ពាំងចូលហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមពេលពុះខ្ញុំចាប់ផ្ដើមដាក់ឲ្យសាច់ជ្រូកឲ្យបងប្អូនដាក់សាច់ជ្រូកចូលដើម្បីឲ្យវាមិនខ្លាញ់ទៅវាទន់តបមកដាក់ត្រីយីស្លហ្នឹងរៀងលឿនដែរបងប្អូនអត់យឺតទេបានត្រីប៉ារ៉ាពីកំពង់ចាមមកហើយឥឡូវហ្នឹងចាប់ផ្ដើមដាក់ឲ្យម្ទេសឲ្យដើម្បីហឹរខ្ញុំចូលចិត្តហឹរបន្ទាប់មកដាក់ខ្ចៅយីរំបានខ្ចៅមិនសឹមមិនឆ្ងាញ់ទេបងប្អូនអើយហើយភ្លេចប្រាប់ថាមានកពឹសបានកពឹសបន្តិចដែរហ្នឹងណាហើយដាក់ទៅបងប្អូនឥឡូវដាក់អានងហើយបន្លែមិនសឹមមិនបងប្អូនអើយភ្លៀងយើងធ្លាក់អញ្ចឹងផ្កានងផ្កាអីអូយឆ្ងាញ់បងប្អូនហើយនិយាយមកឆ្នាំងនេះកូនខ្ញុំមកហត់អត់មានសល់អីទេបងប្អូនចុងបញ្ចប់ចាចុងបញ្ចប់គឺមកអមបងប្អូនមកអមម្ទេសនឹងឯង